មានឈុតសម្ដែងពិសេសជាច្រើនដូចជាច្រៀងរាំដូចតន្ត្រីប្រជាប្រិយបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីឈុតល្ខោនជាដើមសមោសននេះជាកន្លែងណាត់សិល្បៈដើម្បីសិល្បករនិងសិប្បករទាំងឡាយជួបជុំទំនាក់ទំនងរួមគ្នាធ្វើឲ្យសាយភាយនិងបន្តវេនតម្លៃវប្បធម៌ខ្មែរក្នុងចង្វាក់រស់នៅនាសម័យបច្ចុប្បន្នជាខ្មែរនៅខេត្តវិញលុងហ្នឹងជាពិសេសនៅជើងវត្តសែនឯងមានការសុំអំណោះរីករាយរដ្ឋាភិបាលបកដែលបានបដួចបដើមបង្កបង្កើតនៅប្រតិសមោសរសិល្បៈនេះឯងដើម្បីនឹងពង្រឹងពង្រីកលើកតម្កើងនៅអក្សរសិល្ប៍ក្នុងនោះមានសិល្បៈខ្មែរជាដើមដើម្បីឲ្យមានការរីកចម្រើនគង់វង្សតទៅអនាគតទៀតឈុតសម្ដែងនីមួយៗនៅក្នុងសមោសរសិល្បៈមហាជនជនរួមជាតិខ្មែរឆ្នាំនេះគឺជាលទ្ធផលនៃការត្រៀមបំរុងម៉ត់ចត់តាំងពីការជ្រើសបទចម្រៀងបទភ្លេងរហូតដល់ការហាត់រៀងរាល់យប់បណ្ដាលោកគ្រូអ្នកគ្រូនិងសិស្សសាលាជនជាតិអន្តេវាសិកយិនឡុងបានចំណាយពេលក្រោយពីម៉ោងរៀនដើម្បីរួមគ្នាហាត់ក្នុងគោលដៅនាំយកនៅចំណែកមួយចូលក្នុងកម្មវិធីសម្ដែងមួយល្អបំផុតទីមួយគឺចម្រៀងយើងដែលបាត់បានបាត់ពិសោធន៍គឺជ្រើសសម្លេងហើយនឹងបាត់ចម្រៀងឲ្យសមស្របនឹងសម្លេងរបស់បងប្អូនហើយទីពីរគឺរបាំរំយើងជ្រើសរកក្បាច់អ្វីដែលបងប្អូនធ្វើបានហើយនឹងបងប្អូនស្រឡាញ់ហើយបន្តទៀតគឺជ្រើសរើសនៅអ្វីដែលមានអត្ថន័យជ្រៅជ្រៅដើម្បីយើងផ្សព្វផ្សាយហើយនឹងបណ្ដុះបណ្ដាលបងប្អូននៅពេលក្រោយទៀតពេលខ្ញុំរៀនហើយបបាយហើយខ្ញុំបបួលគ្នាហាត់បាទខ្ញុំបានមិត្តភក្តិណែនាំនិងលោកគ្រូជួយបង្ហាត់ខ្ញុំនៅពេលយប់ហើយខ្ញុំគិតខំហាត់ឲ្យបានល្អនិងសម្ដែងឲ្យមានពូមីងហើយញាតិមិត្តទាំងអស់គ្នាបានកំសាន្តសប្បាយខ្ញុំមានអារម្មណ៍សប្បាយក្នុងខ្លួនបានឡើងវេទិកាសម្ដែងឲ្យពូមីងបានទស្សនាមើលកំសាន្តបាទពិធីសមោសរនេះគឺជាឱកាសដើម្បីធ្វើឲ្យផលផុសជំនាញខាងសិល្បៈព្រមទាំងរកឃើញបណ្ដាអ្នកវ័យក្មេងមានសក្តានុភាពរួមដំណើរយូរអង្វែងជាមួយវិស័យវប្បធម៌សិល្បៈជនជាតិខ្លងកាត់កម្មវិធីហ្នឹងគឺថាឃើញនៅកត្តាសំខាន់គឺថាមានបងប្អូនដែលនៅជាយុវវ័យប៉ុន្តែមានការទេពកោសល្យយ៉ាងល្អនៅក្នុងការសម្ដែងសិល្បៈកម្មវិធីដែលប្រឡងយ៉ាងនេះគឺជាកត្តាសំខាន់ណាស់ដើម្បីខ្លងនៅកម្មវិធីហ្នឹងយើងជ្រើសរើសនៅអ្នកដែលមានទេពកោសល្យដើម្បីយើងស្នងបន្តវេនទៅគេហៅថាថ្ងៃអនាគតទៅមុខទៀតសមោសរសិល្បៈមហាជនជនរួមជាតិខ្មែរខេត្តយិនឡុងមិនគ្រាន់តែផ្ដល់នូវក្តីសប្បាយក្នុងឱកាសបញ្ចូលឆ្នាំថ្មីប៉ុណ្ណោះទេនៅថែមទាំងរួមចំណែកចិញ្ចឹមបំពន់ផ្ទេរក្តីស្រឡាញ់ចំពោះសិល្បៈជនជាតិឲ្យអ្នកជំនាន់វ័យក្មេងទៀតផងតាមរយៈនោះរក្សាភាពល្អស្អាតនៃវប្បធម៌ខ្មែរឲ្យបានថិតថេរជារៀងរហូត